រឿងពិតបារមីភ្នំខ្មោចជួយទីហ៊ានខ្មែរឈ្នះពូសៀមសូមជម្រាបសួរនិងអរគុណបងប្អូនទាំងអស់គ្នាមកកាន់ Channel Dharma and Story ខ្ញុំសូមលើកយករឿងបារមីភ្នំខ្មោចជួយទីហ៊ានខ្មែរយកឈ្នះលើទីហ៊ានសៀមវេគឺជារឿងពិតដែលបងទីហ៊ានខ្មែរឈើជើងលើភ្នំខ្មោចនិងជាអ្នកប្រយុទ្ធតស៊ូជាមួយទីហ៊ានសៀមឈ្លានពានបាននិយាយប្រាប់សូមបញ្ជាក់ប្រសិនបើបងប្អូនណាមិនជឿអាចអូរំលងនៅវីដេអូនេះបានណាព្រោះវាជារឿងអភិនិហាប៉ុន្តែប្រសិនបើបងប្អូនបានស្ដាប់ហើយសូមជួយពិចារណាគ្នាថាវាគួរឲ្យជឿហើយរឿងនេះវាអាចទៅរួចអត់ព្រោះវាជូនគ្នាពេកហើយប៉ុន្តែសម្រាប់ខ្ញុំគឺជឿ 100% តាំងដងបងប្អូនក្នុងរឿងនេះនិយាយដោយបងកងទ័ពខ្មែរស្ថិតនៅភ្នំខ្មោចដែលគាត់ជាទាហានជួរមុខឥឡូវនេះយើងចូលសាច់រឿងយូរទាំងអស់គ្នាខ្ញុំសូមហៅគាត់ថាបងយុទ្ធខ្ញុំសូមនិយាយពីបងយុទ្ធបន្តិចបងយុទ្ធគាត់ជាទាហានម្នាក់ក្រុមចំណោមពលទាហានខ្មែរប្រហែល50នាក់ពួកគាត់ម្នាក់ស្ទើរតែគ្រប់គ្នាដែលបានជួបហេតុការណ៍ចម្លែងលើភ្នំខ្មោចប៉ុន្តែខ្ញុំសូមលើកយកតែបងយុទ្ធដែលគាត់បានជួបផ្ទាល់នឹងមិត្តរួមអាវុធគាត់បាននិយាយប្រាប់គាត់បងយុទ្ធជាទាហានជើងចាស់ដែលធ្លាប់ឆ្លងកាត់សមរភូមិប្រយុទ្ធជាច្រើនគាត់ជាអ្នកជឿជាក់លើវត្ថុស័ក្តិសិទ្ធិនិងជាអ្នកកាន់ព្រះពុទ្ធសាសនាគាត់តែងតែរលឹកគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃគុណមាតាបិតាគុណបុព្វបុរសខ្មែរនិងអ្នកថែរក្សាម្ចាស់ទឹកម្ចាស់ដីហើយគាត់តែងតែណែនាំអ្នកផ្សេងទៀតឲ្យគោរពប្រតិបត្តិដូចគាត់ផងដែរបងយុទ្ធបាននិយាយប្រាប់ថាមុនមួយថ្ងៃនៃបទជប់បាញ់ចូលមកដល់ពួកទាហានសៀមបើកការវាយប្រហារយ៉ាងខ្លាំងក្លាដោយបាញ់កំភឿងធំជាច្រើនដោយមានទាំងដ្រូនរាប់រយគ្រឿងនិងយន្តហក់ទម្លាក់គ្រាប់បែកផងដែរពួកគាត់កំពុងតែយាមក្នុងលានដាក់ឋានមកប្រហែល9យប់ពេលនោះមានខ្យល់ដ៏ត្រជាក់ខុសពីធម្មតាបក់មកប៉ះពួកគាត់មានអារម្មណ៍ព្រឺរោមគ្រប់គ្នាធ្វើឲ្យពួកគាត់កាន់តែត្រជាក់មឹងរងាជាងរាល់ដងជាធម្មតាលើភ្នំខ្មោចមានអាកាសធាតុដ៏ត្រជាក់ស្រាប់នាពេលរាត្រីស្រាប់តែពេលនោះគាត់ហាក់ដូចជាបានឮសូរសំឡេងខ្សឹបប្រាប់គាត់ថាពួកឯងគេចេញពីកន្លែងនេះជាបន្ទាន់ពេលនោះគាត់ហាក់ភៀងស្មារតីមួយភ្លេតតែគាត់បានប្រមូលស្មារតីមកវិញនិងស្រ័យប្រាប់អ្នកផ្សេងឲ្យធ្វើការផ្លាស់ទីភ្លាមគ្រាន់តែពួកគាត់ចេញពីកន្លែងនោះមិនដល់2នាទីផងពួកសៀមបានទម្លាក់គ្រាប់បែកមកចំលានដ្ឋានរបស់ពួកគាត់ខ្ទេចខ្ទីអស់បងយុទ្ធបាននិយាយបន្តទៀតថាមានបងអូនរួមអាវុធម្នាក់បានជួបហេតុការណ៍ដ៏ចម្លែកមួយពេលគាត់កំពុងដេកលងលាស់ក្នុងលានដ្ឋានពេលយប់ស្រាប់តែមានអ្នកមកដាស់គាត់ឲ្យភ្ញាក់ពីដំណេកថាមានខ្មាំងចូលមកហើយមានខ្មាំងចូលមកហើយមានខ្មាំងចូលមកហើយពេលនោះគាត់បើកភ្នែករកមើលនិងស្ទុះងើបអង្គុយរកមើលអ្នកដាស់គាត់តែមិនឃើញសោះឃើញតែគ្នាគាត់4នាក់ទៀតកំពុងដេកលក់ពេលនោះគាត់បានដាស់ពួកគាត់ទាំងអស់នៅឲ្យត្រៀមចាំទីហ៊ានសៀមនិងបានប្រកាសតាមវិទ្យុតាក់ទងឲ្យអ្នកផ្សេងទៀតត្រៀមការវាយប្រហារពីពួកទីហ៊ានសៀមគ្រាន់តែពួកគាត់បានរៀបចំត្រៀមប្រយុទ្ធរួចរាល់ក៏មានពួកទីហ៊ានសៀមយ៉ាងច្រើនសម្រុះចូលមកវាយប្រហារនេះគុំតែពួកគាត់បានត្រៀមទុកមុនគុំអីមិនដឹងជាពួកគាត់ស្លាប់នឹងរបួសប៉ុន្មានអ្នកទេបងយុទ្ធបាននិយាយបន្តទៀតថាមានបងប្អូនរួមអាវុធម្នាក់ទៀតបានជួបហេតុការណ៍ដ៏ចម្លែកមួយពេលគាត់កំពុងដេកលងលក់ក្នុងលានដ្ឋានពេលយប់ស្រាប់តែមានអ្នកមកដាស់គាត់ឲ្យភ្ញាក់ពីដំណេកថាមានខ្មាំងចូលមកហើយមានខ្មាំងចូលមកហើយមានខ្មាំងចូលមកហើយពេលនោះគាត់បើកភ្នែករកមើលនិងស្ទុះងើបអង្គុយរកមើលអ្នកដាស់គាត់តែមិនឃើញសោះឃើញតែគ្នាគាត់4នាក់ទៀតកំពុងដេកលក់ពេលនោះគាត់បានដាស់ពួកគាត់ទាំងអស់និងឲ្យត្រៀមចាំទីហ៊ានសៀមនិងបានប្រកាសតាមវិទ្យុតាក់ទងឲ្យអ្នកផ្សេងទៀតត្រៀមការវាយប្រហារពីពួកទីហ៊ានសៀមគ្រាន់តែពួកគាត់បានរៀបចំត្រៀមប្រយុទ្ធរួចរាល់ក៏មានពួកទីហ៊ានសៀមយ៉ាងត្រាំសម្រុកចូលមកវាយប្រហារនេះគុំតែពួកគាត់បានត្រៀមទុកមុនគុំអីមិនដឹងជាពួកគាត់ស្លាប់នឹងរបួសប៉ុន្មានអ្នកទេបងយុទ្ធបាននិយាយបន្តទៀតថាពួកគាត់ក៏បានជួបហេតុការណ៍ដ៏ចម្លែកមួយទៀតដែរនៅពេលដែលទីហ៊ានថៃកំពុងតែវាយសម្រុកបុកបរលើភ្នំខ្មោចខ្លាំងណាស់ដែលពួកវាមានគោលបំណងចង់ដណ្ដើមយកកម្លាំងឈើជើងនិងកាន់កាប់ពួកថៃបានបញ្ជូនដ្រូនជាច្រើនរយគ្រឿងតាមដែលគាត់ស្ដាប់ឮសូរសំឡេងអឹងកុងនិងការប៉ាន់ស្មានពួកវាបានទម្លាក់គ្រាប់តាមដ្រូនជាច្រើនប៉ុន្តែមានគ្រាប់ជាច្រើនមិនបានផ្ទុះទេនៅពេលទម្លាក់ចំទីតាំងរបស់ពួកគាត់
នឹងក្នុងពេលនោះដែរស្រាប់តែមានខ្យល់ដ៏ត្រជាក់ចម្លែកនិងមានខ្យល់បក់យ៉ាងខ្លាំងធ្វើឲ្យដ្រូនរបស់ទាហានសៀមមួយចំនួនបាក់ស្លាប់និងធ្លាក់បងយុទ្ធនិយាយប្រាប់បន្តទៀតថានៅថ្ងៃបន្ទាប់ជាថ្ងៃដែលកិច្ចព្រមព្រៀងជប់បែកនៅម៉ោង 12 យប់00ថ្ងៃនោះទាហានសៀមបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកនិងបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកនិងសារធាតុគីមីមកលើកងទ័ពខ្មែរច្រើនមែនទែនគឺថាថ្នាំសារធាតុគីមីស្ទើរតែពីនព្រៃតែម្ដងស្រាប់តែពេលនោះមានខ្យល់បក់យ៉ាងខ្លាំងផាត់យកសារធាតុគីមីមួយចំនួនទៅលើកងទាហានសៀមខណៈពេលដែលកំពុងមានជាតិពុលខ្លាំងនៅក្នុងព្រៃពេលនោះស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងតែម្ដងធ្វើឲ្យផ្សែងពុលនៅក្នុងព្រៃបាត់ផ្សែងនិងសារធាតុគីមីខ្លះជាប់ស្លឹកឈើក៏ត្រូវភ្លៀងលាងជំរះគុំតែបានភ្លៀងទេកុំអីធ្វើឲ្យទាហានខ្មែរត្រូវស្លាប់បាត់បង់ជីវិតនៅរងរបួសច្រើនណាស់ដោយសារតែជាតិពុលនេះហើយទាហានខ្មែរមិនមានគ្រោះថ្នាក់ច្រើនទេឥឡូវចូលសាច់រឿងយើងវិញគាត់បន្តទៀតថាតាំងពីជួបរឿងល្អៗដែលមានគេជួយរហូតបែបនេះហើយទើបគាត់ជឿថាមានគេមកជួយទាហានខ្មែរពិតមែនគឺមានអ្នកណាក្រៅពីបារមីបុព្វបុរសខ្មែរថែរក្សាទឹកដីខ្មែរនិងអ្នកថែរក្សាម្ចាស់ទឹកម្ចាស់ដីនោះទេសាច់រឿងគឺមានតែប៉ុណ្្នឹងឯងបងភងគិតយ៉ាងម៉េចដែរសូមខមមិនម្នាក់មួយមកខ្ញុំចង់ដឹងបើសម្រាប់ខ្ញុំគឺខ្ញុំជឿថាមានពិតមែនពីព្រោះបងប្អូនមានដឹងអត់ថាថៃបានទម្លាក់គ្រាប់បែកប្រភេទធំជាច្រើននៅក្បែរភូមិរបស់ប្រជាជនដោយគ្រាប់នេះមានប្រវែង5ម៉ែត្រកម្លាំងផ្ទុះវិញមានកម្លាំងផ្ទុះរហូតដល់500ម៉ែត្រឯណោះប៉ុន្តែរឿងដែលមិនគួរឲ្យជឿនោះគឺគ្រាប់ប្រភេទ84នោះវាអត់ផ្ទុះហើយនៅមានគ្រាប់ផ្សេងទៀតជាច្រើនដែលអត់ផ្ទុះបងប្អូនសម័យមើលប្រសិនបើគ្រាប់84ផ្ទុះវិញមិនដឹងទៅជាយ៉ាងណាទៅផ្ទះក្នុងភូមិខ្ទេចខ្ទីអស់ហើយមើលទៅមួយទៀតនៅក្នុងសាច់រឿងនៅត្រង់ចំណុចមានភ្លៀងជាចំណុចដែលស្ដាប់គួរឲ្យជឿបំណោះនៃរឿងនេះភ្លៀងធឿខ្លាំងណាស់បងប្អូននៅថ្ងៃសង្គ្រាមដែលជាថ្ងៃឈប់បាញ់គ្នាដោយសារតែទាហានសៀមមិនអាចវាយកាន់កាប់តំបន់ណាមួយបាននឹងបានបាត់បង់កន្លែងដែលពួកអ្នកធ្លាប់ឈរជើងទៀតរឿងនេះធ្វើឲ្យល្បីល្បាញដល់ប្រជាជនថៃនិងមានបណ្ដាញសង្គមថៃល្បីបានគ្នានិយាយថាខ្មែរមានក្រសួងមន្តអាគមបានជាผู้ទាហានសៀមធ្វើសង្គ្រាមចាញ់ខ្មែរតោះបងប្អូនយល់យ៉ាងណាដែរចំនួនទាំងនេះសូមខមមិនម្នាក់មួយមកខ្ញុំចង់ដឹងហើយបងប្អូនជឿឬមិនជឿនិងសូមបងប្អូនជួយ Subscribe